ថៃខ្មែរបន្តការសម្រួលយុទ្ធោបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់នៅរសៀលថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយោធាភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ ORBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់បន្ទាប់ពីកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ ORBC កាលពីព្រឹកមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំឯកឧត្តមឯកពៅហេងមេបញ្ជាការយោធាភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍តូវិរយុទ្ធរៈសិង្ហមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងទាត់និងធានាការអនុវត្តបទចម្បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការកែសម្រួលយុទ្ធោបករណ៍និងអាវុធធនធ្ងន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការផ្ទៀងទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនិងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការកែសម្រួលយុទ្ធោបករណ៍អាវុធធនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់